វឹកហាត់សាងឧបនិស្ស័យល្អអ្នកឃើញការឆ្ងាយគួរហាត់លះបង់ម្ដងបន្តិចម្ដងជាការសាងនៅឧបនិស្ស័យល្អនិងអធ្យាស្រ័យល្អឲ្យដល់ខ្លួនឯងឧបនិស្ស័យនេះនឹងចាក់ឫសសន្សឹមចុះជ្រៅក្នុងសន្តានមានការរឹងមាំមិនងាយនឹងទម្លាយឡើយការយកចិត្តទុកដាក់ក្នុងការទំនប់បម្រុងនិងការបរិច្ចាគលះបង់ក៏រីកផ្សាយសន្សឹមយ៉ាងទូលំទូលាយចេញទៅរហូតអាចធ្វើនៅអំពើដែលមនុស្សទាំងឡាយដទៃធ្វើបានដោយលំបាកដូចជាព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់ដែលទ្រង់លះបង់បានគ្រប់យ៉ាងដើម្បីសេចក្តីល្អនិងសេចក្តីសុខដល់សត្វលោក